Hello សួស្តីបងប្អូនទាំងអស់គ្នាតាមមកធ្វើម្ហូបមកជាមួយខ្ញុំចាតែជាម្ហូបអ្វីនោះមកមើលជាមួយគ្នាបងប្អូនគឺគ្រាន់តែឃើញគ្រឿងផ្សំដឹងថាបងប្អូនក៏ចេះធ្វើដែរងាយហ្មងមានម្អមបលិតចាត្រីប្រហុកខ្ទឹមសហើយនឹងអំពិលទុំចាឃើញបែបនេះបងស្ត្រីមានផ្ទះគឺដឹងថាជាម្ហូបអីហ្មងចាអញ្ចឹងជាដំបូងយើងធ្វើការដាក់ដាំទឹកឲ្យពុះសិនចាអញ្ចឹងបងប្អូនតាមពិតត្រូវមានគល់សក្រីបន្ថែមទៀតណាបងប្អូនស្លឹកក្រូចគល់ខ້ອຍយើងដាក់ដើម្បីឲ្យទឹកសម្លរបស់យើងឈ្ងុយហើយក៏ដូចជាកាត់ឆ្អាបដែរអញ្ចឹងជាដំបូងបងប្អូនធ្វើការដាក់ម្ទេសខ្ទឹមសហើយនឹងកញ្ជ្រំប្រហុកចាអញ្ចឹងសម្រាប់បងប្អូនដែលអត់ចូលចិត្តញ៉ាំខ្ទឹមសឬក៏ម្ទេសយើងមិនដាក់ក៏បានដែរណាតាមចំណូលចិត្តហើយតើតើមួយប្រហុកក៏ដូចគ្នាដែរបើបងប្អូនអត់សូវប៉ិនប្រហុកទេយើងមិនដាក់ប្រហុកដាក់ទឹកត្រីជំនួសក៏បានតែបើដាក់ប្រហុកវាឈ្ងុយប្រហុកឆ្ងាញ់អញ្ចឹងណាបងប្អូនចាបន្ទាប់ពីយើងកញ្ជ្រំប្រហុកយកឆ្អឹងយកអីចេញអស់ហើយយើងធ្វើការកញ្ជ្រំអំពិលទុំទៀតបងប្អូនចាដើម្បីយកជាតិជូរចេញពីអំពិលទុំចាអញ្ចឹងឃើញបងប្អូនពូខលយើងកញ្ជ្រំឲ្យវាចេញជាតិល្មមហើយចាចាំយើងធ្វើការដាក់ត្រីចូលបងប្អូនចាអញ្ចឹងត្រីដាក់តិចឬច្រើនតាមចំណូលចិត្តបងប្អូនទៅចាអញ្ចឹងឆ្លៀតទេសំណែននំបន្តិចបងប្អូនខ្ញុំមានបោះដុំនឹងរាយកាហ្វេសុខភាពចាសម្រាប់បងប្អូនដែលមានសុខភាពមិនសូវរឹងមាំចាសាឈើក្បាលស្វាំងភ្នែកអស់កម្លាំងលហិតលហើយបត់ជើងអត់ទៀងទាត់ចាហើយរៀងឆាប់ភ្លេចភ្លាំងស្ពឹកខួរក្បាលអីអញ្ចឹងណាចាអាចធ្វើការសាកល្បងញ៉ាំជាមួយកាហ្វេខាងបងអូនបានចាពិសេសតែម្ដងនោះបងប្អូនដែលមានជំងឺលើសឈាមឬក៏ទឹកនោមផ្អែមក៏អាចញ៉ាំបានដែរចាព្រោះតែការសំពីធាតុកាហ្វេហ្នឹងអត់មានសារធាតុដែលប៉ះពាល់ដល់សុខភាពទេចាបងប្អូនអាចធ្វើការញ៉ាំបានចាអញ្ចឹងនៅពេលដែលយើងបានដាក់ត្រីមកអំពុះហើយយើងធ្វើការដួសនេះចេញបងប្អូនពពុះខ្មៅហ្នឹងយើងដួសចេញឲ្យអស់សិនចាំយើងធ្វើការដាក់គ្រឿងបន្ថែមទៀតចាអញ្ចឹងបងប្អូនគ្រឿងក្រើអត់ពិបាកទេយើងដាក់ស្ករបន្តិចទៅចាទឹកត្រីបន្តិចទៅហើយយើងភ្លក់រសជាតិទៅតាមចំណូលចិត្តយើងចូលចិត្តដិតឬក៏ស្រាកម្រិតណាអញ្ចឹងណាបងប្អូនចាអញ្ចឹងសម្រាប់ខាងខ្ញុំញ៉ាំអត់អត់សូវរសជាតិដិតទេអញ្ចឹងយើងដាក់បន្តិចល្មមអញ្ចឹងណាចាចឹងបងប្អូនឃើញទេតន់ឆ្អិនផងអ្នកចុងភៅខាងនេះកោពុះបដាហើយនឹងចឹងបងប្អូននៅពេលដែលយើងថែមគ្រឿងក្រើភ្លក់ឲ្យមើលថាយើងល្មមពេញចិត្តហើយយើងធ្វើការដាក់ផលិតបដ ாய் ចាហើយដាក់ផលិតនេះបងប្អូនអត់ចាំបាច់ទុកឲ្យពុះទេណាបងប្អូនចាគ្រាន់តែដាក់ផលិតចូលហើយយើងធ្វើការភ្លក់ម្ដងទៀតពីព្រោះអីផលិតវាសាបវាជក់ជាមួយនឹងទឹកដែរអញ្ចឹងយើងភ្លក់មើលថាតើវាល្មមនៅគីឡូថាវានៅស្ទើរយើងអាចធ្វើការថែមគ្រឿងតិចទៀតចឹងណាចាអញ្ចឹងជាចុងក្រោយយើងដាក់ជាមួយនឹងម្អមដើម្បីបន្ថែមក្លិនឈ្ងុយនៅលើសម្លរបស់យើងថែមទៀតចាអញ្ចឹងសម្លមួយជូរផលិតមួយឆ្នាំងនេះបានឆ្អិនរួចរាល់ជាស្ថាពរបងប្អូនអាចធ្វើតាមបានឬក៏បើសិនជាមានវិធីធ្វើដែលឆ្ងាញ់ល្អជាងហ្នឹងអាចចែករំលែកមកចុងភៅខាងនេះវិញផងចាព្រោះខាងនេះក៏មិនសូវបកកាយធ្វើម្ហូបបានដែរចាអរគុណសម្រាប់ការតាមដានវីដេអូបាយជម្រាបលា